សូមស្វាគមន៍មកកាន់សរិនភូមិព្រែកថ្លឹងគម្រោងដីឡូលំនៅឋានសហគមន៍អេកូបៃតងជាមួយនឹងការរៀបចំប្លង់នេះរួមមានសួនច្បារប្រព័ន្ធទឹកភ្លើងខ្សែកាបក្រោមដីភាពដាច់គ្នារវាងបណ្ដាញលូទឹកភ្លៀងនិងទឹកស្អុយសមស្របជាមួយបរិបទនៃការរស់នៅនាពេលបច្ចុប្បន្ននិងអនាគតសុរិនភូមិលំនៅឋានសហគមន៍អេកូបៃតងជំរាបសួរដល់ទស្សនិកជនដែលកំពុងតាមដានកម្មវិធីថ្ងៃនេះខ្ញុំមានជាមតិយោបល់មួយចំនួនពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យដែលជាវិភាគទានសម្រាប់ភ្ញៀវទាំងអស់ក៏ដូចជាអ្នកទិញក៏ដូចជាប្រជាពលរដ្ឋអ្នកវិនិយោគជាព័ត៌មាននៅក្នុងទីផ្សារអចលនទ្រព្យវានៅក្នុងតំបន់នៅក្នុងប្រទេសនៅក្នុងពិភពលោកគឺតែងតែមានវដ្តជីវិតរបស់វាមានការកើនឡើងហើយក៏វាមានការធ្លាក់ចុះមកវិញហើយរាល់ការកើនឡើងរាល់ការធ្លាក់ចុះវាតែងតែមានឱកាសនិងគុណវិបត្តិនៅក្នុងយើងប្រសិនបើយើងអាចទាញឱកាសវិនិយោគនៅពេលដែលកើនឡើងនិងនៅពេលធ្លាក់ចុះយើងចាប់ឱកាសបានគឺយើងអាចទទួលបានប្រាក់ចំណេញពីក្នុងនឹងហើយចំណែកឯអ្នកដែលយើងមិនចាប់ឱកាសបានគឺយើងអាចបាត់បង់ឱកាសទាំងនោះដូចជាយើងមានព័ត៌មានច្រើននៅមុនពេលដែលយើងចាប់ផ្ដើមវិនិយោគយើងជួបជាមួយនឹងអ្នកដែលមានអាជ្ញាប័ណ្ណដើម្បីផ្ដល់ព័ត៌មានសម្រាប់ជាវិភាគទាននៅក្នុងការវិនិយោគឬក៏យើងជួបជាមួយនឹងមេធាវីដើម្បីស្រាវជ្រាវពីលក្ខខណ្ឌផ្លូវច្បាប់នៅទៅលើទីតាំងឬក៏អចលនទ្រព្យដែលយើងចង់វិនិយោគគឺយើងបានព័ត៌មានទាំងអស់ហ្នឹងលម្អិតមុននឹងពេលយើងធ្វើការវិនិយោគជៀសវាងកុំឲ្យជៀសវាងមានហានិភ័យរាល់ការវិនិយោគរបស់យើងនេះជាសារពីខ្ញុំបាទសូមអរគុណដល់អតិថិជននិងភ្ញៀវកិត្តិយសជម្រាបលាឧបត្ថម្ភដោយគម្រោងដីឡូសរិនភូមិអភិវឌ្ឍស្របតាមបទដ្ឋាននគរូបនីយកម្មនិងស្ថាបត្យកម្មបែបអេកូបៃតង